Nẹ mô tassa bhagavato arahato sama sambuddhassa. Nẹ mô tassa bhagavato arahato sama sambuddhassa. Nẹ mô tassa bhagavato arahato sama sambuddhassa. Sôm khả rút trên đời xưa ta đạo phục mát bóng ôn chân rung triệtទាំងអស់ដោយសេចក្តីគោរពនៅក្នុងវីដេអូមួយនេះខ្ញុំនឹងដាក់និមន្តគាថាមួយដែលមានឈ្មោះថាមុនគាថាធ្វើឲ្យគេអាណិតឬមួយក៏យើងហៅថាបាលីគេអាណិតចឹងទៅអញ្ចឹងមុនបាលីនេះគឺយើងសូត្រថាអ៊ីតិចិត្តតាំងអរហង្គករណាសัพពមនុស្សាចោមជុំអ៊ីតិចិត្តតាំងអរហង្គករណាសัพពមនុស្សាចោមជុំអ៊ីតិចិត្តតាំងអរហង្គករណាសัพពមនុស្សាចោមជុំអ៊ីតិចិត្តតាំងអរហង្គករណាសัพពមនុស្សាចោមជុំអ៊ីតិចិត្តតាំងអរហង្គករណាសัพពមនុស្សាចោមជុំអ៊ីតិចិត្តតាំងអរហង្គករណាសัพពមនុស្សាចោមជុំយើងទន្ទិញឲ្យចាំរត់នៅនឹងមាត់ឲ្យថាបិទភ្នែកទៅគឺឃើញអក្សររត់នៅនឹងមុខតែម្ដងណាហ្នឹងហើយគឺយើងទិញទៅអ៊ីតិចិត្តតាំងអរហង្គករណាសัพពមនុស្សាចោមជុំអ៊ីតិចិត្តតាំងអរហង្គករណាសัพពមនុស្សាចោមជុំចឹងទៅហ្នឹងហើយអញ្ចឹងយើងទិញដោយមិនចាំបាច់មើលសិភៅទេយើងសូត្រដោយមិនបាច់មើលសិភៅទេហ្នឹងហើយអញ្ចឹងមុនបាលីធ្វើឲ្យគេអាណិតនេះផងដែរគឺយើងសូត្រចំនួន7ចប់ទៅហ្នឹងហើយយើងសូត្រចំនួន7ចប់ហើយមុនគេថានេះគឺយើងសូត្រហើយយើងមិនចាំបាច់ប្រើជាមួយនឹងអ្វីក៏បានឬមួយក៏យើងចង់ប្រើជាមួយនឹងទឹកក៏បានដែរហ្នឹងហើយបើសិនជាយើងចង់ប្រើឬមួយក៏យើងគ្រាន់តែសូត្រហើយយើងតាំងសច្ចៈអធិដ្ឋាននៅក្នុងចិត្តទៅឧទាហរណ៍ថាឥឡូវយើងប្រើនៅបាលីនឹងអញ្ចឹងបាលីដែលធ្វើឲ្យគេអាណិតហ្នឹងហ្នឹងហើយអញ្ចឹងយើងតាំងសច្ចៈថាសូមឲ្យខ្ញុំសូត្រនិមន្តគេថានេះហើយខ្ញុំដើរចេញទៅខាងក្រៅអញ្ចឹងណាហ្នឹងហើយសូមឲ្យមានមនុស្សម្នាប្រុសស្រីមិនថាក្មេងមិនថាចាស់មិនថាកំមុំមិនថាកំឡោះមេម៉ាយសាយកាអេជាដើមក៏សូមឲ្យមានចិត្តអាណិតស្រឡាញ់មកកាន់ខ្ញុំគ្រប់គ្នាអញ្ចឹងយើងអាចតាំងសច្ចៈអធិដ្ឋានបែបនឹងបានហ្នឹងហើយនេះខ្ញុំគ្រាន់តែលើកឧទាហរណ៍ខ្លីៗងាយៗឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាយល់តែប៉ុណ្ណោះហើយនៅពេលដែលយល់ទៅអនុវត្តជាក់ស្ដែងខ្លួនឯងអ្នកនឹងអាចបញ្ចេញបញ្ចូលថាបន្ថយពីខ្លួនឯងបាននៅត្រង់ចំណុចកន្លែងហ្នឹងអញ្ចឹងមុនគេថាណាក៏ដោយយើងត្រូវការការឧបកិច្ចយើងត្រូវការតាំងសច្ចៈអធិដ្ឋានជាមុនសិនហ្នឹងតែយើងប្រើទៅហ្នឹងវាពូកែហើយចំណុចដែលសំខាន់ជាងនឹងទៅទៀតណាពុកម៉ែបងប្អូនបើសិនជាអាចគួរតែស្វែងរកគ្រូរៀនឲ្យបានត្រឹមត្រូវតាក់ទងជាមួយនឹងមន្តវិជ្ជាការនេះហ្នឹងអញ្ចឹងខ្ញុំដកទៅគាថាប្រសិទ្ធវេលាក៏ដូចជាគាថាការពារធ្វើដំណើរចេញទៅណាហ្នឹងហើយគាថាផ្សេងពុកម៉ែបងប្អូនគួរតែស្វែងរកគ្រូរៀនឲ្យបានត្រឹមត្រូវហ្នឹងបើកាលណាយើងរៀនមានគ្រូអញ្ចឹងទៅការរៀនរបស់យើងក៏វាចេះតែរលូនទៅមុខអញ្ចឹងណាឲ្យតែយើងរៀនមានគ្រូហ្នឹងហើយទោះបីជាមិនទទួលបានផលច្រើនក៏បានត្រឹម 50% ដែរហ្នឹងហើយឲ្យតែយើងរៀនមានគ្រូខ្លាចតែយើងអត់បើកាលណាយើងអត់អញ្ចឹងទៅគឺវាពិបាកបន្តិចហើយណាមួយបើយើងជាអត់គ្រូអញ្ចឹងទៅគឺយកទៅប្រើការមិនកើតដែរគេថាជាអត់គ្រូប្រើអីមិនកើតទេហ្នឹងហើយអញ្ចឹងមុនគេថានេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសូមគោរពបងប្អូនទាំងអស់គ្នានឹងយល់